ព្រះសម្មាសម្ពុទ្ធមកុដលោកកាទ្រង់បាននាំព្រះសង្ឃ500អង្គហោះឆ្លងកាត់ទឹកស្ទឹងស្រុកធូនអ្នកគ្រីព្រាហ្មណ៍ទាំងឡាយទាំងពួងបានចាប់នាងធូនទាសីធ្វើបាបវាយដំរហូតទាល់តែនាងស្លាប់បាត់បង់ជីវិតទៅអណ្ដូងទឹកបានផុសទឹកឡើងយ៉ាងច្រើនធ្វើឲ្យលិចស្រុកធូនអ្នកគ្រីនាងទេពធីតាបាននាំបរិវាររាប់ពាន់អ្នករបស់ខ្លួនមកថ្វាយបង្គំព្រះដ៏មានព្រះភិក្ខក្នុងគ្រានោះដែរកុំឲ្យខាតពេលយូរសូមពុកម៉ែបងប្អូនទៅទស្សនាសម្ដាប់កំសាន្តទាំងអស់គ្នានៅរឿងនាងធូនទាសីក្នុងសម័យពុទ្ធកាលនៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងស្ដេចទ្រង់បានយាងទៅដែនកោសលជាមួយនឹងភិក្ខុសង្ឃ500អង្គទ្រង់បានយាងចូលទៅសម្រាកព្រះកាយក្នុងធូនអ្នកគ្រីដើម្បីកម្ចាត់បងនៅពួកមច្ឆាទិដ្ឋិរបស់ពួកព្រាហ្មណ៍ក្នុងធូនអ្នកគ្រីដែលតែងតែយល់ខុសពួកព្រាហ្មណ៍ទាំងឡាយទាំងពួងគ្រាន់តែបានឮដំណឹងថាព្រះសម្មាសម្ពុទ្ធទាំងភិក្ខុសង្ឃទ្រង់និមន្តយាងមកដល់ត្រើយខាងឯនាយបំរុងនឹងឆ្លងចូលទៅក្នុងធូនអ្នកគ្រាពេលនោះពួកព្រាហ្មណ៍ព្រឹទ្ធាចារ្យទាំងឡាយទាំងពួងបានប្រកាសដល់ពួកព្រាហ្មណ៍ជាបរិស័ទរបស់ខ្លួនថាយើងទាំងអស់គ្នាមិនគប្បីគួរសមនឹងរាប់រកផ្ដល់ឲ្យនៅវត្ថុអ្វីៗដល់សមណៈគោតមឡើយព្រាហ្មណ៍បានពោលទៀតថាម្យ៉ាងទៀតយើងទាំងអស់គ្នាត្រូវអូសទូកឡើងលើកំពង់ឲ្យអស់ហើយរុះស្ពានឆ្លងកាត់ទឹកស្ទឹងចេញចោលព្រមទាំងសាលាសំណាក់ក៏ត្រូវរុះរើស្បូវរើរនាបឲ្យអស់ប្រសិនបើពួកព្រាហ្មណ៍ណាមួយទៅគួសមនឹងឲ្យវត្ថុអ្វីមួយដល់សមណៈគោតមនិងភិក្ខុសង្ឃយើងនឹងត្រូវដាក់ទោសអ្នកនោះដល់ជីវិតមិនខានការនោះឯងព្រះសម្មាសម្ពុទ្ធមកុដលោកកាទ្រង់បានជ្រាបវុបការៈរបស់ព្រាហ្មណ៍ទាំងអស់ដូច្នោះហើយទ្រង់ក៏បាននាំភិក្ខុទាំងឡាយ500អង្គហោះឡើងឯកដកអាកាសាឆ្លងស្ទឹងទៅចុះត្រង់កណ្ដាលស្រុកនោះឯងពេលទៅដល់ទ្រង់ក៏បាននិមន្តទៅគង់ក្រោមម្លប់ឈើមួយដើមក្បែរទឹកអណ្ដូងទឹកនោះសម័យកាលនោះឯងមាននាងទាសីម្នាក់ជាអ្នកបម្រើរបស់ត្រកូលព្រានមួយនៅក្នុងធូនអ្នកគ្រានោះនាងកំពុងតែកំដៀតក្អមទៅដងទឹកអណ្ដូងហើយបានឃើញព្រះដ៏មានព្រះភិក្ខក៏មានសទ្ធាជ្រះថ្លាកាត់ឡើងមួយរំពេចដោយនាងគិតថាថ្ងៃនេះអាកាសធាតុមេឃក្តៅណាស់ព្រះសម្មាសម្ពុទ្ធនិងព្រះសង្ឃទាំងអស់អង្គប្រហែលជាស្រេកតែខ្លាំងណាស់ហើយមើលទៅបានជាមកគង់នៅក្នុងទីនេះអញត្រូវតែដងទឹកមួយក្អមយកទៅប្រគេនដល់ព្រះសមណគោតមនិងព្រះសង្ឃទើបជាការគូតែនាងមានចិត្តមួយទៀតថាព្រានព្រឹទ្ធាចារ្យបានដាក់អាជ្ញាហើយបើអ្នកណាទៅគួសមនឹងយកវត្ថុអ្វីៗទៅប្រគេនដល់សមណគោតមនិងព្រះសង្ឃនេះត្រូវមានទោសដល់ជីវិតនាងគិតដូច្នោះហើយក៏បានដើរហួសព្រះសម្មាសម្ពុទ្ធនិងព្រះសង្ឃទៅដងទឹកទៅលុះត្រឡប់មកពីដងទឹកវិញស្រាប់តែនាងមានសទ្ធាជ្រះថ្លាកាន់តែខ្លាំងឡើងទើបនាងគិតថាណាស់ហើយចុះអញបានជួបស្រែបុណ្យដ៏ល្អប្រសើរយ៉ាងនេះហើយគួរតែអញធ្វើទានកុំខានទោះបីជាពួកព្រានគេសម្លាប់ឬក៏ដាក់អាជ្ញាមកលើអញយ៉ាងណាក៏តាមចិត្តគេទៅចុះគិតដូច្នោះហើយនាងក៏បានកណ្ដៀតក្អមទឹកដើរចូលទៅកណ្ដាលវងព្រះភិក្ខុសង្ឃយកទឹកមួយក្អមទៅប្រគេនព្រះសម្មាសម្ពុទ្ធព្រះសម្មាសម្ពុទ្ធទ្រង់ក៏បានទទួលដោយព្រះហស្ថទាំងពីរដោយទ្រង់សម្ដែងអាការៈឲ្យនាងដឹងថាព្រះអង្គនិងព្រះសង្ឃទាំងអស់ត្រូវការទឹកនោះខ្លាំងណាស់ព្រះអង្គទ្រង់បានយកទឹកនោះមកលុបព្រះភ័ក្ត្រហើយបានឆាន់នៅក្នុងទីចំពោះមុខរបស់នាងនោះទៅដោយអំណាចមហិទ្ធិឫទ្ធិរបស់ព្រះអង្គទឹកនៅក្នុងក្អមទីចំពោះមុខរបស់នាងទឹកនៅក្នុងក្អមនៅពេញដដែលព្រះអង្គទ្រង់បានហុចក្អមទឹកនោះទៅឲ្យភិក្ខុទាំង500ឆាន់តទៅទៀតពិតជាអស្ចារ្យណាស់ទោះបីជាព្រះសង្ឃឆាន់ទឹកនៅក្នុងក្អមយ៉ាងណាក៏ដោយក៏ទឹកនៅក្នុងក្អមពេញដដែលនាងធូនទាសីបានឃើញហេតុការណ៍ដូច្នោះហើយនាងមានសេចក្តីជ្រះថ្លាចំពោះព្រះសាសនាកាន់តែចម្រើនស្ថាពរឡើងជារយគុណ
ការពិខុទាំង500អង្គឆាន់ទឹកឆ្អែតស្លប់ស្កល់ហើយព្រះសម្មាសម្ពុទ្ធទ្រង់បានប្រទានក្អមទឹកនោះទៅដល់នាងធូនទាសីវិញពេលនាងទទួលបានទឹកក្អមហើយបានថ្វាយបង្គំលាព្រះដ៏មានព្រះភិក្ខទៅគេហដ្ឋានរបស់នាងវិញទៅ ជាលំដាប់នោះពួកព្រានព្រៃទាំងឡាយទាំងពួងក៏បានចាប់នាងវាយតប់ហើយក៏បានបណ្ដាលយកទៅឲ្យព្រានជាចៅវាយរបស់នាងហើយចៅវាយរបស់នាងបានវាយធ្វើបាបលើនាងថែមទៀតរហូតទាល់តែនាងស្លាប់នៅក្នុងពេលនោះទៅចំណែកឯព្រះដ៏មានព្រះភិក្ខកាលបើនាងធូនទាសីចេញទៅផុតហើយទ្រង់បានត្រាស់ហៅព្រះអានន្ទឲ្យយកបាតទៅដងទឹកនៅក្នុងទឹកអណ្ដូងព្រះអានន្ទទ្រង់មិនហ៊ានទៅដងទឹកទេព្រោះព្រះអង្គខ្លាចព្រានទាំងឡាយវាយធ្វើបាបព្រះសម្មាសម្ពុទ្ធទ្រង់បានប្រើព្រះអានន្ទជាគម្រប់ 3 ដងព្រះអានន្ទទ្រង់មិនហ៊ានប្រកែកទើបកាន់យកបាតនិមន្តទៅមាត់អណ្ដូងគ្រាន់តែទៅដល់មាត់អណ្ដូងទឹកភ្លាមទឹកអណ្ដូងក៏បានបាញ់ចេញពីអណ្ដូងចូលជួនរាជទៅលើមហាប្រថពពីលិចភូមិស្រុកធូនអ្នកក្រៀមនោះមួយរំពេចទៅ ក៏ប៉ុន្តែនៅកន្លែងដែលព្រះសម្មាសម្ពុទ្ធនិងព្រះសង្ឃអង្គគង់នៅនោះឥតមានទឹកលិចសោះឡើយពួកព្រានទាំងឡាយឃើញហេតុអស្ចារ្យដូច្នោះហើយផិតភ័យខ្លាំងណាស់ក៏បាននាំគ្នាចូលទៅសុំទោសព្រះសម្មាសម្ពុទ្ធហើយបានថ្វាយខ្លួនជាឧបាសកឧបាសិកាចាប់យកព្រះរតនត្រ័យជាទីពឹងទីរលឹកស្មារតីជីវិតរបស់ពួកគេទៅបន្ទាប់ពីពួកព្រានបានថ្វាយខ្លួនជាឧបាសកឧបាសិកាហើយទឹកចំនួនក៏បានបាត់រសាត់រលីងអស់ខណៈពេលនោះទៅរីឯនាងធូនទាសីនៅពេល ដែលព្រានវាយសម្លាប់ដូច្នោះហើយបន្ទាប់ពីនាងបានស្លាប់ទៅបានទៅកើតនៅក្នុងឋានត្រៃតាំងទេវលោកមានរូបល្អឥតឧបមាមានរស្មីភ្លឺចែងចាញ់ចេញពីកាយាផ្សាយទៅក្នុងទិសទាំងពួងហើយមានស្រីទេពអប្សរ 1000 នាក់ចោមរោមជាបរិវារ ពេលនាងខ្លាយទៅជាទេវតាហើយនាងស្ថិតនៅក្នុងវិមានសន្តានដូចជាទូកឹងប្រទេសស្ថាននៅលើទឹកទឹកក្នុងមហាស្រះបោកខរណីមួយនៅលើមាត់ស្រះនោះមានដើមកាប់ប្រព្រឹកដុះព័ទ្ធជុំវិញហើយនៅក្នុងស្រះទឹកនោះមានដើមឈូកដុះប្រងបញ្ចេញផ្កាផ្លែផ្សាយក្លិនក្រអូបឈ្ងុយចំណែកឯឈូកនោះមាន5ពណ៌ខ្លះដើមជាមាសស្លឹកជាកែវមณีខ្លះផ្កាជាប្រាក់ផ្លែជាត្បូងទន្ទឹមខ្លះដើមជាត្បូងទន្ទឹមស្លឹកជាប្រាក់ខ្លះផ្កាជាកែវមณีផ្លែ ជាមាសដុះពាន់ពាត់វិមានប្រាសាទរបស់នាងក្នុងពេលនោះឯងនាងបានគិតពិចារណារមើលមើលអតីតកាលរបស់នាងក៏បានដឹងសពគ្រប់ថាអោអញអើយដែលបានមកកើតជាទេពធីតាបរិបូរពោពេញទៅដោយទ្រព្យសម្បត្តិដូចនេះដោយសារតែទឹកមួយក្អមដែលអញបានយកទៅប្រគេនព្រះសម្មាសម្ពុទ្ធក្នុងស្រុកធនក្រៀនទេតា ឥឡូវនេះព្រះសម្មាសម្ពុទ្ធមកកត់លោកាទ្រង់គង់នៅក្នុងទីនោះពុំទាន់និមន្តទៅណាឡើយដូច្នេះគួរតែអញទៅបំពេញនៅបុណ្យរបស់អញឲ្យកាន់តែវិសេសវិសាលជាងនេះតទៅទៀតពេលដែលនាងគិតដូច្នោះហើយក៏បានហោះចុះមកភ្លាមចំណែកឯវិមានប្រាសាទរបស់នាងក៏បានអណ្ដែតមកតាមនាងហើយបានប្រតិស្ថាននៅលើផែនដីក្នុងទីចំពោះមុខព្រះភ័ក្ត្ររបស់ព្រះសម្មាសម្ពុទ្ធ នាងទេពធីតាបាននាំបរិវារទាំង 1000 ចេញអំពីវិមានប្រាសាទចូលទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងពេលនោះពួកព្រានទាំងឡាយទាំងពួងដែលកំពុងតែអង្គុយគាល់ព្រះដ៏មានព្រះភិក្ខផ្អើលឈូឆរនឹកស្ញាយសរសើរក្នុងចិត្តឥតឧបមាព្រះដ៏មានព្រះភិក្ខទ្រង់បានត្រាស់សួរនាងទេពធីតាដើម្បីឲ្យព្រានទាំងឡាយបានដឹងនៅក្នុងពេលនោះថា មនីទេវតាអ្នកបរិបូរដោយទឹកសេរីសួស្ដីមានពន្លឺចែងចាញ់ជានិច្ចតើនាងមកអំពីទីណាបានធ្វើបុណ្យអ្វីខ្លះក្នុងជាតិមុន នាងទេពធីតាបានក្រាបទូលថាបបិទ្ធព្រះដ៏មានព្រះភិក្ខខ្ញុំព្រះអង្គមកពីស្ថានត្រៃត្រឹងកាលពីម្សិលមិញនេះខ្ញុំព្រះអង្គនៅក្នុងស្រុកធនអ្នកក្រៀមនេះបានដងទឹកមួយក្អមយកមកប្រគេនព្រះសង្ឃលុះដើរត្រឡប់ទៅផ្ទះវិញពួកព្រានទាំងឡាយបានវាយធ្វើបាបទូលព្រះបង្គំហើយក៏បណ្ដាទូលព្រះបង្គំឲ្យទៅព្រានជាចៅវាយរបស់ខ្ញុំព្រះអង្គព្រានជាចៅវាយរបស់ខ្ញុំព្រះអង្គបានវាយធ្វើបាបថែមទៀតរហូតទាល់តែខ្ញុំព្រះអង្គស្លាប់ក្រាបទូលបន្ទាប់មកទៀតនាងក៏បានថ្លែងរៀបរាប់អំពីទឹក សម្បត្តិរបស់នាងនៅក្នុងឋានសួគ៌ដោយសពគ្រប់លុះចប់ហើយព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់បានត្រាស់សម្ដែងនៅធម្មកថាពន្យល់អំពីអរិយសច្ចៈទាំង4ប្រការទី1ទុក្ខអរិយសច្ចៈសេចក្តីទុក្ខមានពិតទី2ទុក្ខសមុទយអរិយសច្ចៈសេចក្តីទុក្ខកើតមកអំពីតណ្ហាទី3ទុក្ខនិរោធអរិយសច្ចៈសេចក្តីទុក្ខរលត់កាលណាតណ្ហារលត់ ទី
ទី4ទុកនិរោធគាមនីបដិបត្តិអរិយសច្ចៈការរួចអំពីទុកអាចធ្វើបានដោយប្រការប្រតិបត្តិអដ្ឋាង្គិកម្មៈនាងទេពធីតាក៏បានសម្រេចសោតាបត្តិផលនៅក្នុងពេលនោះទៅហើយនាងព្រមទាំងបរិវារទេពអប្សរបានថ្វាយបង្គំលាព្រះដ៏មានព្រះភិក្ខហោះត្រឡប់ទៅឋានត្រៃត្រឹងវិញទៅពួកព្រាហ្មណ៍នៅក្នុងធននក្រាមក៏បានយល់ជាក់ច្បាស់នៅក្នុងលទ្ធិរបស់ព្រះពុទ្ធសាសនានៅក្នុងពេលនោះឯងផងបាទសួស្តីបងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាយល់យ៉ាងម៉េចដែរនៅពេលដែលបានស្ដាប់រឿងរ៉ាវទាំងអស់នេះតាំងពីដើមរហូតដល់ចប់បាទសង្ឃឹមថាបងប្អូនទាំងអស់គ្នាប្រកាសជាពេញចិត្តជាមិនខានហើយប្រសិនបើមានការខុសឆ្គងនៅកន្លែងណាមួយនៅពាក្យពេចន៍អសុរោះសូមបងប្អូនទាំងអស់មេត្តាខន្តីអភ័យទោសផងបាទដើម្បីលើកកម្លាំងចិត្តដល់ក្រុមការងាររបស់ខ្ញុំបាទសូមបងប្អូនជួយចុច like ចុច subscribe ហើយនិងចុចរូបកណ្ដឹងផងជាពិសេសកុំភ្លេច share មួយផងណាបាទដើម្បីទទួលបាននៅរឿង clip វីដេអូថ្មីៗបាទសូមអរគុណនិងអរព្រះគុណ